ចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូកន្លងមកហើយក៏សូមស្វាគមន៍មកកាន់ Channel វាសនាសីលៈបងប្អូនចានៅថ្ងៃនេះបងប្អូនខ្ញុំចង់មកចែករំលែកអំពីសកម្មភាពរបស់ក្មួយស្រីខ្ញុំបងប្អូនដោយសារថាពេលដែលខ្ញុំទៅលេងផ្ទះប្អូនស្រីខ្ញុំឃើញក្មួយស្រីខ្ញុំគាត់ធំលូតលាស់ហើយរីកចម្រើនបានល្អមែនតែនចាអញ្ចឹងបានជាខ្ញុំមកចែករំលែកនៅសកម្មភាពមួយចំនួនដែលក្មួយស្រីធ្វើជាទម្លាប់ប្រចាំថ្ងៃចានេះមកដល់ពីសាលាចាជាទម្លាប់របស់គាត់ពេលមកដល់ពីសាលាគឺថាតាំងពីអ្នកគាត់ហ្នឹងគឺយកកតាបយកអីហ្នឹងទៅទុកនៅកន្លែងដាក់កតាបរបស់គាត់ចាសកម្មភាពនេះគឺចង់បង្ហាញអំពីទម្លាប់ដ៏ល្អមួយដែលក្មួយស្រីធ្វើរួចរាល់ហើយយកអាវដែលពាក់ពីក្រៅយកមកព្យួរហើយនឹងមួកធម្មតាយើងជិះពីសាលាមកវាក្តៅមានមួកចាហើយទម្លាប់នេះគឺល្អណាស់អញ្ចឹងបានជាចែករំលែកដល់បងប្អូនទាំងអស់គ្នាទស្សនាហើយម្ដាយរបស់គាត់គឺសួរនាំកូនពីព្រឹកញ៉ាំបាយបានប្រមាណឆែកមើលប្រអប់បាយនៅសល់ឬក៏អីហើយថ្ងៃនេះគឺថាក្មួយស្រីបងហ្នឹងគឺញ៉ាំបាយអស់លេងចាំមើលមកឆែកប្រអប់បាយក្មួយបើម្ដងចាំមើលហ្នឹងហើយអូញ៉ាំបានខ្លះនៅសល់ខ្លះរួចហើយក្មួយស្រីខ្ញុំឈ្មោះម៉ារ៉ានីនេះគឺរ៉ានីយកប្រអប់យកអីមកទុកដាក់នៅខាងក្រោយហុងបាយបន្ទាប់មកគឺទុកដាក់ឲ្យបានប្រអប់បាយរបស់គេអីហើយអស់ចាំមកផ្លាស់កៅអៅដូរសម្លៀកបំពាក់ដល់ពីរៀនដោះឯកសន្តានចេញចូលទៅងូតទឹកដូរកៅអៅចាហ្នឹងគឺជាទម្លាប់ចាសកម្មភាពទាំងអស់នេះគឺជាទម្លាប់ដ៏ល្អមួយដែលក្មួយស្រីបានធ្វើហើយនេះគឺក្មួយស្រីខ្ញុំមួយទៀតគឺថាអាដៃនេះមកពីសាលាវិញហ្នឹងគឺសួរនាំហើយគឺសោចក្អាកឯតែម្ដងមករៀនវិញហើយណារៀនហើយមករៀនហើយមកយាយចេះអីខ្លះថ្ងៃហ្នឹងមករៀននៅក្លឹបរៀនកលឺអូយផាត់រូបអញ្ចឹងថ្ងៃហ្នឹងបានអីចឹងតោះចាហើយឥឡូវនេះគឺក្មួយស្រីខ្ញុំរ៉ានេះគឺគាត់បដូរផ្លាស់កៅអៅអីហើយអស់ហើយឥឡូវគឺត្រឡប់របស់គាត់គឺថាទឹកបដូរកៅអៅអីហើយគឺទាញតុកទាញកៅអីដកកតាបដកមេរៀនដែលបានរៀនពីសាលាមកអង្គុយរំលឹកជាដំបូងគឺគាត់រំលឹកមេរៀនភាសាខ្មែររបស់គាត់ចានិយាយទៅឃើញពីទម្លាប់ដ៏ល្អរបស់ក្មួយស្រីម្ល៉េះហើយទៅបានជាចង់ចែករំលែកដល់បងប្អូនទស្សនិកជនទាំងអស់គ្នាឲ្យបានជួយជ្រាបហើយមួយវិញទៀតវាក៏អាចជាចំណែកមួយជួយដល់បងប្អូនប្រុសស្រីទាំងអស់ដែលជាអាណាព្យាបាលក៏ដូចជាកូនតូចចាគួរតែអនុវត្តនៅទម្លាប់នេះឲ្យបានញឹកញាប់ហើយជាពិសេសគឺជាការធ្វើនៅបំណិនជីវិតរាល់ថ្ងៃដើម្បីជួយជាចំណែកដល់ក្រុមគ្រួសារហើយក៏ដូចជាជួយដល់ខ្លួនឯងនិងជួយដល់សង្គមជាតិទាំងមូលផងដែរចាអញ្ចឹងទម្លាប់នៃការដែលមកពីសាលាវិញយើងរៀបចំទុកដាក់រឿងតិចតួចទុកខោអាវក្រៅក៏ដោយដោះស្បែកជើងទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ហើយយើងចេះរៀបតុរៀបកៅអីដកទុកដាក់កតាបសម្លៀកបំពាក់ចានេះគឺជាទម្លាប់មួយដ៏ល្អមែនតែនហើយកូនតូចយើងគួរតែបង្រៀនតាំងពីអាយុ 2-3 ឆ្នាំឡើងទៅហ្នឹងគឺចាប់ផ្ដើមឲ្យគាត់មានទម្លាប់បែបហ្នឹងហើយក្មួយស្រីខ្ញុំគឺមានទម្លាប់ល្អហ្នឹងពិតមែនហើយនេះគឺគាត់ចាប់ដើមរៀនភាសាអង់គ្លេសរបស់គាត់ចាបន្ទាប់ពីអង្គុយរំលឹកមេរៀនហើយអស់ឥឡូវហ្នឹងគឺថាដល់ម៉ោងហូបបាយហើយក្មួយខ្ញុំគឺថាទូនីតិកតាបអកិច្ចគាត់គឺជួយដល់ពុកម្ដាយជានិច្ចមកដល់ម៉ោងអញ្ចឹងរៀបតុរៀបអីហ្នឹងគឺរៀបចានរៀបអីទុកដាក់រៀបចំជួយទាំងអស់និយាយទៅគឺឃើញក្មួយហើយគឺមានអារម្មណ៍ថារំភើបចិត្តនៅភាពរីកចម្រើនលូតលាស់ហើយឃើញថាបងអូនស្រីពិតជាបដៅណែនាំកូនស្រីបានល្អមែនតែនគឺនាងជួយទាំងអស់តែម្ដងដោយសារនាងជាកូនច្បងតែខ្ញុំគិតថាក្មេងអាយុ8ឆ្នាំដែលមានសកម្មភាពនិងអត្តចរិតបែបនេះគឺជាក្មេងដ៏ល្អម្នាក់ដែល
ធ្វើឲ្យខ្ញុំចង់ចែករំលែកដល់បងប្អូនទស្សនិកជនទាំងអស់គ្នាទស្សនានៅសកម្មភាពដែលជាជំនួយនេះដើម្បីឲ្យបងប្អូនបានបង្រៀនដល់កូនបងប្អូនដែរដើម្បីអីឲ្យពួកគាត់ជួយដល់ខ្លួនឯងពេលដែលប៉ាម៉ាក់គាត់ជាប់រវល់ឬគាត់មានតរៈឬក៏គាត់អីអាចកូនអាចមានបាយអីអាចដួសញ៉ាំហើយរៀបចំទុកដាក់បាននេះគឺជារឿងមួយដ៏ល្អមែនទែនដែលក្នុងនាមយើងជាអាណាព្យាបាលក៏ដូចជាពុកម្ដាយទាំងអស់គ្នាគឺថាគួរតែបង្ហាត់បង្រៀនកូនឲ្យចេះដូចមុននឹងបងប្អូនឃើញហើយគាត់គាត់តែឃើញកៅអីញ៉ៃហ្នឹងគាត់រត់មករៀបមកទុកដាក់ភ្លាមអញ្ចឹងយើងក៏ដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់ដោយសារខ្ញុំទៅលេងផ្ទះប្អូនខ្ញុំភាគច្រើនជិតដល់ម៉ោងគេបាយទៅជិតដល់ម៉ោងគេបាយគេហៅយើងបាយដែរនឹងហើយយើងញ៉ាំបដាទៅយើងជែកចំណេះសំណាលគ្នានិយាយលេងពីនេះពីនោះអីអញ្ចឹងទៅហើយក្មួយខ្ញុំញ៉ាំហើយបងប្អូនគឺគាត់ប្រមូលរៀបចំទុកដាក់ចានឆ្នាំងហើយគឺយកចានយកឆ្នាំងទៅលាងទុកដាក់ទៀតនេះគឺជាចំណុចមួយដ៏ពិសេសមែនតែនដែរគួរឲ្យទៅសើមែនតែនហើយក្មួយខ្ញុំគាត់តែអាយុ8ឆ្នាំហើយបងប្អូនការលាងចានរបស់គាត់មានជំហានមាន step របស់គាត់តែបងប្អូនឃើញគាត់កលែងទឹកនេះអាហ្នឹងគឺគាត់ប្រាប់ខ្ញុំថាជំហានទី1របស់គាត់គឺគាត់លាងទឹកម្សាសិនឲ្យវាអស់កតិកទីសិនដើម្បីចានហ្នឹងវាស្អាតម្សាសិនហ្នឹងការបកស្រាយរបស់ក្មួយស្រីហើយសប្បាយចិត្តដែរបងប្អូនឃើញក្មួយចេះហើយក៏គិតថាថតទុកមកឲ្យផុសពីសកម្មភាពរបស់ក្មួយស្រីចាហើយបន្តមកទៀតគាត់ក៏ប្រាប់ថាជំហានទី2យើងដាក់ទឹកសាប៊ូនៅលើប៉ង់លាងចានហើយយើងប្រើសាប៊ូចំនួនបរិមាណតិចតួចទេដើម្បីឲ្យសាប៊ូមានឲ្យប៉ង់ហ្នឹងវាមានពពុះហើយលាងបានចាអ្វីដែលគាត់និយាយគឺគាត់សន្សំសំចៃតាំងពីសាប៊ូទៀតបងប្អូនអញ្ចឹងគឺការគិតគូររបស់គាត់គឺគាត់មានគំនិតនិងទស្សនវិស័យមួយជួយចេះសន្សំតាំងពីការប្រើប្រាស់របស់នៅក្នុងផ្ទះអាហ្នឹងគឺជំហានទី2របស់គាត់អញ្ចឹងចាប់ពីលាងដោះសាប៊ូអីហើយអស់ចប់សពគ្រប់បានគាត់ប្រាប់ថាដល់វគ្គចុងក្រោយគឺយើងលាងសម្អាតចានហើយនិយាយទៅគឺពិតជាមានមោទនភាពចំពោះក្មួយស្រីខ្លាំងមែនតែនហើយឃើញថាក្មួយអាយុប៉ុណ្ណេះនៅតូចប៉ុណ្ណេះតែក្មួយពិតជាឆ្លាតហើយចេះនេះគឺជាចំណុចមួយដែលគួរឲ្យកោតសរសើរហើយរីករាយមែនតែនដូច្នេះហើយបានជាខ្ញុំពិតជាទប់ចិត្តមិនបានទេត្រូវតែធ្វើវីដេអូមួយនេះដើម្បីចែកជូនដល់ទស្សនិកជនក៏ដូចជាបងប្អូនទាំងអស់មនុស្សដែលបានទស្សនានៅក្នុងវីដេអូខ្ញុំទាំងអស់គ្នាឲ្យទទួលបាននូវអារម្មណ៍រីករាយមួយហើយរំភើបចិត្តហើយក៏យើងមានកូនតូចរបស់យើងបង្ហាត់បង្រៀនពួកគាត់ដូចគ្នាចាអញ្ចឹងពិតជាសប្បាយចិត្តខ្លាំងមែនតើហើយជំហានចុងក្រោយដូចគាត់ប្រាប់អញ្ចឹងគឺយើងលាងសម្អាតចានឆ្នាំងដោយទឹកស្អាតចាឲ្យបងប្អូនអាចសង្កេតមើលបានហើយទឹកដែលគាត់បង្ហូរក៏គាត់អត់បើកខ្លាំងដែរបងប្អូនគាត់បើកបង្ហូរតិចទេគឺសង្ឃឹមថាវីដេអូមួយនេះនឹងជួយជាគំនិតដល់បងប្អូនដែលជាអាណាព្យាបាលក៏ដូចជាកូនដែលជាកុមារីសង្ឃឹមថាកូនទាំងអស់នឹងខិតខំប្រឹងប្រែងហើយបងប្អូនដែលជាអាណាព្យាបាលនឹងបង្ហាត់កូនឲ្យកូនឆ្លាតហើយពូកែហើយចេះដូចជាក្មួយស្រីខ្ញុំចឹងចាអរគុណចឹងជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នា